5 ឆ្នាំបន្ទាប់ពីលែងលះគ្នាអាទិត្យប្តីប្រពន្ធមួយគូបានគេងលើគ្រែតែមួយម្ដងទៀតភ្លាមនោះស្ត្រីបានគូបន្ទាត់មួយនៅកណ្ដាលគ្រែហើយប្រមានបរិះថាកុំឲ្យមកចិត្តនាងទោះបីជាបរិះគិតថានាងមានអាកប្បកិរិយាដូចក្មេងក៏ដោយក៏គាត់នៅតែសន្យាថានឹងមិនប៉ះនាងឡើយប៉ុន្តែបន្ទាប់ពីនាងដេកលក់គាត់បានបន្ថយម៉ាស៊ីនត្រជាក់ដោយចេតនាដោយសារត្រជាក់ពេកស្ត្រីនោះបានរើខ្លួនទៅជិតគាត់ដោយមិនដឹងខ្លួនភ្លាមនោះបរិះក៏លុកដៃទៅអប់នាងចូលក្នុងដៃនៅពេលនាងភ្ញាក់ឡើងនាងបានសួរភ្លាមថាហេតុអ្វីបានជាអ្នកអប់ខ្ញុំបរិះនោះចង្អុលទៅបន្ទាត់នៅលើគ្រែហើយឆ្លើយថាអ្នកជាអ្នកឆ្លងបន្ទាត់មុនទេតើស្ត្រីនោះអៀនយ៉ាងខ្លាំងហើយរត់ចូលបន្ទប់ទឹកភ្លាមនាងសង្កេតឃើញថាបេះដូងរបស់នាងកំពុងលោតញាប់ខុសធម្មតានាងមិននឹកស្មានថាក្រោយ5ឆ្នាំមកនេះនាងនៅតែមានអារម្មណ៍ចំពោះអតីតស្វាមីរបស់នាងដដែលកាលពី5ឆ្នាំមុនដោយសារគ្រួសាររបស់នាងខ្សែធននាងមិនចង់ក្លាយជាបន្ទុកដល់ស្វាមីដែលកំពុងចាប់ផ្ដើមអាជីវកម្មឡើយដូច្នេះនាងបានស្នើសុំលែងលះដោយខ្លួនឯងដើម្បីឲ្យស្វាមីបោះបង់ចិត្តលើនាងទាំងស្រុងនាងបាននិយាយថាគាត់គ្រាន់តែជាបុរសក្រីក្រម្នាក់ប៉ុណ្ណោះនាងថែមទាំងបោះចិញ្ចៀនអាពាហ៍ពិពាហ៍ចោលទៀតផងនាងយកលុយចុងក្រោយដែលនៅសល់បោះឲ្យគាត់ហើយនិយាយថាកុំមករកខ្ញុំទៀតឃើញនាងគ្មានមេត្តាបែបនេះបុរសនោះក៏ស្បថាថ្ងៃណាមួយគាត់នឹងធ្វើឲ្យនាងសោកស្ដាយបន្ទាប់ពីគាត់ចាក់ចែងស្ត្រីនោះបានរត់ចូលភ្លៀងដើម្បីរើសចិញ្ចៀនដែលនាងទើបបោះចោល5ឆ្នាំក្រោយមកបុរសនោះបានក្លាយជាអ្នកជំនួញដ៏ល្បីល្បាញនិងមានទ្រព្យសម្បត្តិយ៉ាងច្រើនចំណែកស្ត្រីនោះទើបតែត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារនាងបានទៅសម្ភាសការងារនៅក្រុមហ៊ុនថ្មីមួយប៉ុន្តែនាងមិនដែលគិតសោះថានាយកប្រតិបត្តិនៃក្រុមហ៊ុននោះគឺជាអតីតស្វាមីរបស់នាងដូច្នេះនាងបានសម្រេចចិត្តបំផ្លាញការសម្ភាសដោយចេតនានាងនិយាយថានាងមិនចេះអ្វីសោះប៉ុន្តែទាមទារប្រាក់ខែ$50,000ក្នុងមួយខែនាងគិតថាគាត់ប្រកាសជាបណ្ដេញនាងចេញប៉ុន្តែផ្ទុយទៅវិញបុរសនោះបានយល់ព្រមលើលក្ខខណ្ឌទាំងអស់ហើយផ្ដល់តំណែងលេខាធិការផ្ទាល់ខ្លួនឲ្យនាងដោយសារប្រាក់ខែខ្ពស់ពេកនាងក៏យល់ព្រមចូលធ្វើការក្នុងនាមជាលេខាធិការនាងខិតខំធ្វើការរាល់ថ្ងៃនាងមិនដឹងឡើយថាបុរសនោះកំពុងលួចសង្កេតមើលនាងជានិច្ចថ្ងៃមួយគាត់ឃើញនាងញ៉ាំតែនំប៉័ងមួយដុំតូចសម្រាប់អាហារថ្ងៃត្រង់គាត់ក៏បញ្ជាឲ្យជំនួយការរៀបចំអាហារថ្ងៃត្រង់ឥតគិតថ្លៃសម្រាប់បុគ្គលិកទាំងអស់នៅពេលដល់វេនរបស់នាងជំនួយការបានប្រគល់អាហារពិសេសមួយឲ្យនាងដោយខ្លាចមិត្តរួមការងារនិយាយដើមនាងបានអរគុណហើយប្រញាប់ដើរចេញខណៈដែលនាងកំពុងញ៉ាំអាហារយ៉ាងរីករាយក្មេងស្រីតូចម្នាក់បានរត់មករកនាងស្ត្រីនោះសួរភ្លាមថាហេតុអ្វីកូនមិននៅសាលារៀននៅពេលនោះបុរសនោះក៏ដើរមកជិតពួកគេនាងប្រញាប់លាក់កូនស្រីនៅពីក្រោយខ្នងប៉ុន្តែគាត់នៅតែឃើញក្មេងស្រីនោះដោយសារតែក្មេងស្រីមានមុខមាត់ស្រដៀងគាត់ខ្លាំងពេកគាត់ក៏សួរថាតើអ្នកបានលាក់បាំងការសម្រាលកូនរបស់ខ្ញុំមែនទេដោយខ្លាចថាគាត់នឹងដកហូតកូនស្រីពីនាងស្ត្រីនោះបានបដិសេធភ្លាមប៉ុន្តែអ្វីដែលនាងមិននឹកស្មានដល់នោះគឺកូនស្រីតូចស្រាប់តែហៅបុរស